một đài bạc kê nó hai bóng ôn minh mơ cho mình được logo bạn về đón tới so revo cứ hay chịu mùi năng logo cầm ra trên cứ đôi kia bật hai bóng bóng ôn minh đây bóng ôn nó về để cho hàng tôi phải sang đây mà trong cái chuyện là chân là hai lạc revo vì edition bóng ôn mà để vì edition chẳng sản phẩm để chân còn trên nó đã cầm ra trên cho mình cho premium mà nơi hàng ô tô phải xem camera nó là sân ấy camera mà khỏi này camera trăm này trong bóng ôn minh mà sản phẩm revo lỗi cứ dương upgradeឡើងទៅចំណុច shop premium ដែរហើយបាទសម្រាប់កម្រាលជើងបាទហើយសម្រាប់shop premium នេះផងដែរបងប្អូនមានអាចមើលបានបាទនេះគឺ Hilux Revo បងប្អូននេះmodel របស់គេហ្នឹងហើយបងប្អូនមានមកមើលជាមួយនឹង logo បាទនិយាយរួមទៅអក្សរ Revo គឺហើយជាមួយនឹង logo កម្រាលជើងគឺដូចគ្នាបិទតែម្ដងបងប្អូនមានហើយមើលទៅគឺស្រស់ស្អាតខ្លាំងមែនតែនបងប្អូនអំពីនឹងគ្នាបាទហើយសម្រាប់កម្រាលជើងយើងដាក់រួចរាល់ហើយបងប្អូនមីងបាទតោះទៅមើលជាមួយនឹងការធ្វើតេស្តហ្គេជាមួយនឹងខ្ញុំទាំងអស់គ្នាផងដែរបាទសម្រាប់កម្រាលជើងក្រោយពេលដែលយើងដាក់ចូលទៅគឺយើងតែងតែធ្វើតេស្តហ្គេហើយនឹងកម្រាលជើងបាទគេអត់កោឬមកកកងគ្នាទេបងប្អូនបាទអញ្ចឹងហ្គេអត់កោអត់កងជាមួយនឹងកម្រាលជើងហើយការប្រើប្រាស់គេចឹងដែរគឺខិតអីខាងតកង់អត់ឲ្យបុកជាមួយនឹងកម្រាលជើងទេហើយគឺយើងតែងតែធ្វើតេស្តបាទឲ្យអតិថិជនមើលជាក់ស្ដែងតែម្ដងក្រោយពេលដែលហាក់កម្រាលចូលជូនអតិថិជនបាទហើយដោយសារតែយើងដឹងពីរបៀបប្រើប្រាស់បាទបើសិនជាយើងចូលទៅក្នុងរថយន្តយើងរំកើកអីហើយរ៉ៃអីខាងក្រោមវាបុកជាមួយនឹងកម្រាលជើងគឺវារំខានការប្រើប្រាស់មែនតើអញ្ចឹងយើងតេស្តខាងកនទៅមកអត់មានបុកជាមួយនឹងកម្រាលជើងទេឥឡូវយើងធ្វើតេស្តខិតតែក្រោយទៀតអញ្ចឹងយើងធ្វើតេស្តទាំងអស់តែម្ដងឲ្យតាក្អីណាដែលខិតបានគេបាទគឺយើងព្យាយាមធ្វើឲ្យរ៉ៃអីខាងក្រោមអត់ឲ្យបុកជាមួយនឹងកម្រាលជើងទេបាទដូចបញ្ជាក់អញ្ចឹងដោយសារតែវាជាការប្រើប្រាស់ប្រចាំថ្ងៃទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃបើយើងចូលទៅក្នុងរថយន្តគឺយើងតែងតែរំកិលក្អីហើយបាទអញ្ចឹងអត់បុកជាមួយនឹងកម្រាលជើងទេហើយបើសិនជាវារំខានការប្រើប្រាស់ទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយក៏យើងលែងចង់ប្រើវាដែរបងប្អូនមានបាទអញ្ចឹងយើងធ្វើឲ្យមានគុណភាពទាំងផលិតផលទាំងការប្រើប្រាស់ទៀតហើយឥឡូវយើងខិតខាង passenger ម្ដងដោយសារតែវាកាច់ដៃវារឿងតឹងបងប្អូនបាទចឹងដោយបងប្អូនអំពុយមានឃើញចឹងបាទគឺអត់មានបុកជាមួយនឹងកម្រាលជើងទេហើយមកមើលជាមួយនឹងការធ្វើតេស្តខិតឲ្យខាង passenger ទៅក្រោយទៀតចឹងមិនថាតែខាងកង់ខាង passenger ទេគឺអត់មានបុកជាមួយនឹងកម្រាលជើងរំខានការប្រើប្រាស់ប្រចាំថ្ងៃរបស់ទេជនទៅបាទគឺប្រើប្រាស់ទាំងរលូនទាំងស្មូតអញ្ចឹងតែម្ដងហើយមកមើលជាមួយនឹងកម្រាលជើងរបស់ហាង Auto Person បាទគឺសុទ្ធតែ2ជាន់ទាំងអស់បងប្អូនអំពុំមីងបាទអញ្ចឹងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងជាន់ខាងក្រោមពេលនេះយើងហៅថាជាន់ទី1គឺអត់ដោះចេញទុកចុះយ៉ាងម៉េចឡើងរហូតដល់ម្ដងបាទអ្វីដែលយើងដោះមកសមាគឺជាន់ទី2បាទដែលរំលេចជាមួយនឹង logo បាទ Revo នេះដែលជា model របស់រថយន្តផ្ទាល់តែម្ដងហើយនេះគឺជា shop premium ទៅលើផ្ទៃ logo នេះគឺធ្វើពីស្បែកសុទ្ធស្បែកក្រាស់លេខ1តែម្ដងហើយសម្រាប់ការធានាពីហាងបាទទាំងផ្ទៃកម្រាលជើងទាំងផ្ទៃ logo គឺយើងធានាជាមួយនឹងគ្រឿងបន្លាស់សេវាកម្មក៏ដូចជាការជួសជុលគឺធានារហូតតែម្ដងពីហាង Auto Vision ផ្ទាល់ជូនអតិថិជនបាទហើយបងប្អូនមានអាចមើលបានបាទជាមួយនឹងពណ៌កម្រាលជើងហើយក៏ដូចជាខាងក្នុងឡានគឺស៊ីគ្នាខ្លាំងមែនតើមើលទៅធ្វើឲ្យរថយន្តមើលទៅគឺប្រណិតមែនតើណាបងប្អូនមួយនឹងគ្នាបាទអញ្ចឹងសម្រាប់កម្រាលជើងរបស់ហាង Auto Collection បាទក្រោយពេលដាក់ចូលទៅគឺត្រូវតែជួយការពារបាទរថយន្តរបស់អតិថិជនបានល្អខ្លាំងមែនតើហើយវាលើសពីការពារទៅទៀតវាថែមទាំងជួយលើកសម្រស់សោភ័ណភាពនៅខាងក្នុងរថយន្តបានច្រើនធ្វើឲ្យរថយន្តកាន់តែស្អាតកាន់តែទំនើបកាន់តែទាន់សម័យកាន់តែទាក់ទាញលើសដើមផងដែរបាទហើយក៏ជឿជាក់ថាអតិថិជនក៏ច្បាស់ជាស្រឡាញ់រថយន្តពេលដងលើសពីធម្មតាតែម្ដងក្រោយពេលដាក់កម្រាលជើងដែលជាផលិតផលរបស់ហាង Auto Collection ចូលទៅក្នុងរថយន្តជាទីស្រឡាញ់របស់គាត់បាទកាមេរ៉ាអាចរៀងលឿនជាងបន្តិចក៏ល្អដែរហើយបើនិយាយពីខ្នាតបាទគឺសុទ្ធតែកាត់ចេញពីកុំព្យូទ័របងប្អូនមីងបាយបារម្ភទេបាទគឺដាក់ទៅគឺត្រូវម៉ាច់ភ្លឹងស្អាតចឹងតែម្ដងបើសិនជាកម្រាលជើងដាក់ចេញមកអត់ត្រូវវែងជាងខ្លីជាងខុសទៅជាមួយនឹងបាត់រថយន្តរបស់បងប្អូនមីងក៏យើងអត់លក់ជូនបងប្អូនពុំយកតែលុយដែរចឹងបងប្អូនពុំមីងបាច់បារម្ភទេបាទគឺជឿជាក់នៅហាង Auto Collection ចុះបាទហើយមកមើលជាមួយនឹងកម្រាលជើងខាងក្រោយខាងឆ្វេងនេះវិញសម្រាប់កម្រាលជើងរបស់ហាង Auto Collection ក្រោយពេលដាក់ចូលទៅគឺយើងតែងតែធ្វើតេស្តដោយបងប្អូនពុំមីងមិនឃើញជាមួយនឹងក្បាលវីដេអូចឹងគឺកម្រាលជើងហើយហ្គេគឺយើងតេស្តអត់ឲ្យកលមកកកងទេបើសិនជារកឃើញថាហ្គេកលកងជាមួយនឹងកម្រាលជើងគឺយើងអត់លក់ផលិតផលកម្រាលជើងជូនអតិថិជនយកទៅប្រើប្រាស់ទេដោយសារតែវាពាក់ព័ន្ធជាមួយសុវត្ថិភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយជាងនេះគឺជាទំនុកចិត្តរបស់ជីវភាពកក់ក្ដៅដែលយើងតែងតែផ្ដល់ជូនអតិថិជនតែគាត់ជើងមកកម្រាលជើងការពារបាល់រថយន្តហាង Auto Collection ហើយចំណុចទី2នេះគឺការប្រើប្រាស់ប្រចាំថ្ងៃរំកិលអីមិនថាតែខាងកង់ passenger ជួរទី1ទី2ឬមកទី3ទេគឺយើងព្យាយាម
ធ្វើឲ្យរៃគេខាងក្រោមមកឲ្យបុកជាមួយនឹងកម្រាលជើងបង្ហាញការផលប្រាក់ទេបាទទាំងអស់នេះគឺជាស្តង់ដារផលិតផលកម្រាលជើងដែលលក់ខាងអូតូសិនថាតរជនហើយ Like Revo V Edition មួយគ្រឿងនេះទេបាទគឺគ្រប់រយជនរបស់តេជនអស់គឺយើងតែងតែធ្វើឲ្យមានស្តង់ដារតែមួយចឹងតែម្ដងបាទអូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានបណ្ណាអរគុណបងប្អូនមីងបើសិនជាមានរយជនរបស់ប្រាក់ជើងបានកម្រាលជើងការពារបានជនមកមិនឲ្យបងប្អូននៅពុំមីងខកបំណងទេបាទអរគុណច្រើនបាយបាយ